យុវតីទំនើងនិងភេទទី3ទំនើងដែលបង្ហោះម៉ូតូនៅលើស្ពានអាកាសផ្សារដីហុយត្រូវប៉ូលីសឃាត់ខ្លួនបានហើយថ្មីនេះមហាជននៅលេងបណ្ដាញសង្គមបាននាំគ្នាបញ្ចេញមតិប្រតិកម្មនឹងយុវតីមួយក្រុមដែលនាំគ្នាជិះម៉ូតូឆ្វេងឆ្វាកនិងបង្ហោះម៉ូតូនៅលើស្ពានអាកាសផ្សារដីហុយយ៉ាងណាក្រោយមានការបង្ហោះនិងបន្ទាប់ពីមានការแชร์ចែករំលែកច្រើននៅលើបណ្ដាញសង្គមពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងស្រីទំនើងនិងក្រុមភេទទី3ទំនើងទាំងនេះយកមកអប់រំហើយពួកគេទាំងនោះគឺមានគ្នា4នាក់មានស្រីម្នាក់និង3នាក់ទៀតជាភេទទី3គឺប្រុសតែងខ្លួនជាស្រីបើតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានាយករំលងអាត្រៀតឈានចូលថ្ងៃទី7ខែឧសភាឆ្នាំ2026នេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន4នាក់នេះនៅចំណុចស្ពានជ្រោយចង្វាសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញយ៉ាងណាស្របពេលដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមក្មេងស្រីទំនើងនិងក្រុមភេទទី3ទំនើងទាំងនេះយកមកអប់រំណែនាំបែបនេះមហាជនបាននាំគ្នាលើកឡើងថាសូមកុំឆាប់ដោះលែងពេកអីកុំគ្រាន់តែអប់រំរួចឲ្យទៅវិញស្រួលអីគួរទុកពួកនេះឲ្យដើររើសសម្រាមនិងដើរបោះដីនៅតាមផ្លូវសិនទៅជាក់ស្ដែងប្រដ្ឋម្នាក់បានចូលខមមិនថាកុំប្រញាប់លែងពេកយកឲ្យទៅដេកវាយមូសនៅមណ្ឌលមួយអាទិត្យសិនទៅបើអប់រំហើយលែងទៅវិញស្រួលពេកថ្ងៃក្រោយពួកគេនាំគ្នាធ្វើទៀត